កណ្ដាលទន្លេជំរាបសួរបងប្អូនយើងដឹងហើយថាប្រតិបត្តិការយោធាពិសេសរបស់លោកវ្លាឌីមៀពូទីនកំពុងតែធ្វើការពារនៅទូទាំងជួរមុខនៃតំបន់ដុងបាសឥរិយាបថនៃការពារនេះមានន័យថាការបាត់បង់ជីវិតនិងធនធានគឺវាតិចជាងការប្រតិបត្តិការវាយលុករលទៅមុខយ៉ាងសន្ធប់ទូទាំងប្រទេសនៅជួរមុខដែលវាខុសពីការឆ្នាំមុនបានធ្វើឲ្យមានការស្លាប់និងខូចខាតជាច្រើនប្រតិបត្តិការវាយលុករបស់រុស្ស៊ីនៅពេលនេះបានផ្ដោតសំខាន់តែលើការព្យាយាមដណ្ដើមយកទឹកដីដែលនៅសេសសល់ក្នុងតំបន់ដុងបាសដែលបានបង្វែរជាយុទ្ធសាស្ត្រស្នូលសម្រាប់ការលុកលុយបន្ទាប់ពីការបរាជ័យនៅក្នុងទីក្រុងគៀវនោះជាមូលហេតុការផ្លាស់ប្ដូរយុទ្ធសាស្ត្រនិងការផ្លាស់ប្ដូរស្ថានភាពនៃការប្រយុទ្ធបានធ្វើឲ្យមានភាពខុសគ្នាកាលពីឆ្នាំមុនដែលរុស្ស៊ីទំនងនឹងផ្ដោតសំខាន់តែលើតំបន់ដុងបាសហើយការឡោមព័ទ្ធនៃការប្រយុទ្ធក៏មានស្ថានភាពខុសគ្នាដែរនៅក្នុងហេតុផលទី2លោក Alexander Hill បានបញ្យល់ហេតុផលពាក់ព័ន្ធទៅនឹងការបញ្ជូនមនុស្សឬបញ្ជូនកងទ័ពដោយអ្វីដែលគេហៅថាម៉ាស៊ីនកិនសាច់បាក់មុតវាមិនដូចឆ្នាំ2022ប្រតិបត្តិការបច្ចុប្បន្នរបស់រុស្ស៊ីនៅក្នុងទីក្រុងបាក់មុតនៅក្នុងតំបន់ដុងបាសគឺมันមានភាពជឿនលឿននោះទេប៉ុន្តែវាជាទម្រង់នៃការឈានទៅមុខដែលធ្វើតាមវិធីជាច្រើនស្របទៅតាមស្ថានភាពកងទ័ពរុស្ស៊ីតែម្ដងក្រឡេកទៅមើលការចាប់ផ្ដើមសង្គ្រាមដំបូងរុស្ស៊ីមានបញ្ហានៅក្នុងគណៈបញ្ជាការនិងការគ្រប់គ្រងកងទ័ពប៉ុន្តែឥឡូវនេះរុស្ស៊ីត្រូវបានកាត់បន្ថយបញ្ហានេះសម្រាប់ប្រតិបត្តិការបច្ចុប្បន្នដោយសារជាធម្មតាទាហានដែលមិនសូវមានបទពិសោធន៍និងខ្វះការបណ្ដុះបណ្ដាលជាទូទៅគឺជាទាហានសកម្មដែលសមស្របទៅនឹងប្រតិបត្តិការដែលមានកម្រិតនិងមិនមានការខ្វែងគំនិតជាច្រើនហើយវាសមស្របទៅតាមវិធីសាស្ត្រនាពេលបច្ចុប្បន្នរបស់រុស្ស៊ីលោក Alexander Hill បានភ្ជាប់យុទ្ធសាស្ត្ររបស់រុស្ស៊ីទៅនឹងប្រវត្តិនៃការធ្វើសង្គ្រាមដណ្ដើមយកនិងវាយលុករដ្ឋធានី Chechen នៃទីក្រុង Grozny យកមកវិញនៅចុងឆ្នាំ1994តាមវិធីសាស្ត្រមិនខុសពីការវាយប្រហារទីក្រុងគៀវនោះឡើយក្រោយពីមានការបរាជ័យដូចគ្នានិងការវាយលុកពេលនោះរុស្ស៊ីបានបដូរយកវិធីសាស្ត្រសាកល្បងម្ដងហើយសាកល្បងម្ដងទៀតដោយផ្ដោតលើការប្រើកំភ្លើងធំនៅក្នុងអន្លង់សង្គ្រាមលោកលើកទី2ដើម្បីកំទេចនិងកាត់បន្ថយកងកម្លាំងនៅក្នុងទីក្រុងជាមុនទើបដណ្ដើមយកតាមក្រោយដែលវិធីសាស្ត្រនេះត្រូវបានអនុវត្តចំពោះទីក្រុង Mariupol លោកបានសង្កត់ធ្ងន់ថាវាជាវប្បធម៌របស់រុស្ស៊ីចំពោះប្រតិបត្តិការសង្គ្រាមគឺវាយលុកដំបងក្រោយមករុស្ស៊ីនឹងធ្វើការអង្កេតហើយបង្កើតឲ្យមានវិធីសាស្ត្រថ្មីមួយដោយការវាស់វែងនៃការប្រយុទ្ធដោយករណីនៃការរឹបអូសយកទីក្រុង Grozny នៃរដ្ឋ Chechnya ជាដើមយុទ្ធសាស្ត្របញ្ជូនមនុស្សដ៏ច្រើនរបស់សហភាពសូវៀតទៅប្រយុទ្ធនិងទុកពួកគេចោលកន្លែងប្រយុទ្ធដោយទៅនឹងឧទាហរណ៍បច្ចុប្បន្នជាមួយនឹងការប្រយុទ្ធប្រទេសអ៊ុយក្រែននៅក្នុងទីក្រុងបាក់មុតជាដើមប៉ុន្តែបច្ចុប្បន្នការបញ្ជូនមនុស្សទៅប្រយុទ្ធនិងទុកពួកគេចោលនៅកន្លែងប្រយុទ្ធនេះទើបមានការកើនឡើងទ្វេដងនៃជំងឺផ្លូវចិត្តនិងការបដិញ្ញាចិត្តទន់ខ្សោយរបស់ទាហានរុស្ស៊ីដោយយើងបានឃើញសញ្ញាជាច្រើនដែលបានរុញស្ថានភាពសម្រាប់កងទ័ពរុស្ស៊ីឲ្យមានការដួលរលំកន្លងមកនេះជាមូលហេតុដែលកងទ័ពរុស្ស៊ីនិងវិធីសាស្ត្រខាងលើមិនអាចផ្លាស់ប្ដូរទៅមុខលឿនដោយការកាន់កាប់ដំបូងនៃការឈ្លានពានអ៊ុយក្រែនការផ្លាស់ប្ដូរយុទ្ធសាស្ត្រនេះវាខុសពីយុទ្ធសាស្ត្រឆ្នាំ2022ដែលរុស្ស៊ីសម្រុកទាំងសភាវុធនិងទាហានដើម្បីចូលឲ្យដល់ទីក្រុងគៀវគណៈបច្ចុប្បន្នរុស្ស៊ីបញ្ជូនមនុស្សច្រើនជារនាំងនិងរលទៅមុខជាមួយនឹងការបាញ់កាំភ្លើងធំភាគច្រើនដើម្បីបដូរយកទីតាំងកាន់កាប់ចំពោះហេតុផលទី3លោក Alexander Hill បានផ្ដោតលើការមិនទុកចិត្តលោកខាងលិចនិងអង្គការ NATO ពីសំណាក់រុស្ស៊ីទោះជាមានការខាតបង់និងការធ្លាក់ចុះរបស់រុស្ស៊ីក៏ដោយការស្ទង់មតិជាសាធារណៈបង្ហាញថាប្រជាជនរុស្ស៊ីនៅតែគាំទ្រកិច្ចខិតខំប្រឹងប្រែងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនការគាំទ្រនោះវាមានសារៈសំខាន់ណាស់សម្រាប់កងទ័ពដែលកំពុងប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែនដោយឡែកការគាំទ្ររបស់លោកខាងលិចនៅក្នុងការខិតខំប្រឹងប្រែងរបស់ប្រទេសអ៊ុយក្រែនដើម្បីដណ្ដើមយកមកវិញនៅទឹកដីទាំងអស់ដែលបានបាត់បង់ចាប់តាំងពីឆ្នាំ2014នោះវាគឺជាអ្វីដែលរដ្ឋាភិបាលរុស្ស៊ីបាននិយាយថាគឺជាគោលចំហគ្មានការសម្របសម្រួលដោយរុស្ស៊ីលើកការអះអាងថាលោកខាងលិចបានធ្លាប់ទទួលស្គាល់តំបន់រុស្ស៊ីគ្រប់គ្រងនោះហើយរុស្ស៊ីថែមទាំងបានអះអាងថាការពង្រឹងរបស់អង្គការ NATO ទៅកាន់ព្រំដែនរុស្ស៊ីគឺជាផ្នែកមួយនៃការគំរាមកំហែងរបស់រុស្ស៊ីដោយឡែកការគាំទ្ររបស់ប្រទេសលោកខាងលិចចំពោះការខិតខំប្រឹងប្រែងរបស់
ប្រទេសអ៊ុយក្រែនដើម្បីតស៊ូនិងដណ្ដើមយកនៅទឹកដីមកវិញទាំងអស់ដែលបានបាត់បង់ចាប់តាំងពីឆ្នាំ2014មករដ្ឋាភិបាលរុស្ស៊ីបានលើកឡើងថាទាំងនេះគឺជាគោលចំហគ្មានការយ៉ាងទៀតជនជាតិរុស្ស៊ីជាច្រើនបានចាត់ទុកថាតំបន់គ្រីមៀជាផ្នែកស្នូលរបស់រុស្ស៊ីហើយការគ្រប់គ្រងលោកខាងលិចចំពោះការប៉ុនប៉ងរបស់អ៊ុយក្រែនក្នុងការដណ្ដើមយកមកវិញគឺជាការប្រឈមមុខគ្នាយ៉ាងជាក់ច្បាស់ជាមួយនឹងរុស្ស៊ីតែម្ដងការលើកឡើងឬការអះអាងរបស់រុស្ស៊ីនឹងធ្វើឲ្យភាគីសងខាងប្រយុទ្ធនិងទទួលប្រហារយ៉ាងរំដំទៅលើប្រទេសអ៊ុយក្រែនហេតុផលទាំងនេះបានបង្ហាញឲ្យឃើញថាសង្គ្រាមនឹងមានការផ្លាស់ប្ដូរពីការសភាវុធធនធ្ងន់និងសភាវុធបន្ថែមយ៉ាងច្រើនសម្បើមរបស់អ៊ុយក្រែនពីប្រទេសលោកខាងលិចគណៈពេលដែររុស្ស៊ីកំពុងតែទទួលបានជ័យជំនះជាបន្តបន្ទាប់នៅជុំវិញតំបន់ទីក្រុងបាក់មុតនេះមានន័យថាការប្រយុទ្ធនឹងនៅតែបន្តហើយវានឹងកើតឡើងកាន់តែខ្លាំងនៅពេលខាងមុខដ៏ខ្លីនេះលោក Alexander Hill បានបន្ថែមថាប្រសិនបើសង្គ្រាមនៅតែបន្តតាមគន្លងបច្ចុប្បន្ននៅពេលនេះភាគីទាំងពីរទំនងជាមិនទទួលបានអត្ថប្រយោជន៍ជាដាច់ខាតភាគីនីមួយៗអាចទទួលបានអត្ថប្រយោជន៍បណ្ដោះអាសន្នតែប៉ុណ្ណោះនៅពេលណាដែលពួកគេមានការកើនឡើងសមត្ថភាពប្រយុទ្ធនិងការប្រយុទ្ធដូចអ្វីដែលគេហៅថាម៉ាស៊ីនកិនសាច់និងហេតុផលទី3ការសន្និដ្ឋានមិនទុកចិត្តរបស់លោកខាងលិចនិងអង្គការ NATO របស់រុស្ស៊ីនិងចុងក្រោយហេតុផលទី4ការបញ្ជូនសភាវុធធនធ្ងន់ឲ្យអ៊ុយក្រែនរបស់លោកខាងលិចបន្តសមត្ថភាពធ្វើឲ្យសង្គ្រាមមានរយៈពេលយូរទាំង4នេះបានធ្វើឲ្យសង្គ្រាមខុសពីឆ្នាំ2022ទាំងស្រុងហើយក៏កំពុងតែជាប់គាំងរកកន្លែងឈប់មិនឃើញផងដែរគ្មាននរណាមួយអាចបញ្យល់បានថាតើសង្គ្រាមបញ្ចប់ដោយរបៀបណាបើភាគីទាំងពីរទាមទារជ័យជំនះគណៈរុស្ស៊ីមិនអាចបំបាក់មុខខ្លួនឯងជាមហាអំណាចហើយអ៊ុយក្រែនកំពុងបន្តទទួលបានជំនួយសភាវុធយ៉ាងសន្ធឹកសន្ធាប់ដើម្បីប្រយុទ្ធបន្តគេមិនអាចនិយាយបានថាអ៊ុយក្រែនគួរតែចរចាហើយឲ្យដីរុស្ស៊ីគឺចប់ហើយជាពិសេសគេរត់តែមិនអាចនិយាយបានទៀតថារុស្ស៊ីឲ្យដីទៅអ៊ុយក្រែនវិញគឺវាចប់ហើយខណៈការនិយាយដូចនេះវានឹងផ្ទុយគោលដៅរបស់រុស្ស៊ីទាំងស្រុងដូច្នេះនៅពេលបច្ចុប្បន្ននេះគ្មានកំពង់ផែណាដែលអាចចតសង្គ្រាមមួយនេះបានឡើយគេអាចនិយាយបានទៀតថាបច្ចុប្បន្នសង្គ្រាមនៅអ៊ុយក្រែនគឺជាទុកកណ្ដាលទន្លេទោះជាយ៉ាងណាយើងនឹងរងចាំមើលថាតើសង្គ្រាមនឹងវិវត្តទៅជាយ៉ាងណានៅក្នុងឆ្នាំ2023នេះផ្ទុយពីទស្សនៈរបស់លោក Alexander Hill លោក Jamie Detmer បានបញ្យល់ថាអ៊ុយក្រែននឹងឈ្នះសង្គ្រាមបើសិនជាលោកខាងលិចបានផ្ដល់និងគុតពងសម្ភារៈនិងសភាវុធធនធ្ងន់ដើម្បីពង្រឹងសមត្ថភាពវាយលុករបស់អ៊ុយក្រែនដូច្នេះហើយទើបអ្វីដែលយើងបានឃើញការអង្វររយៈពេលជាច្រើនខែពីទីក្រុងគៀវទៅកាន់សម្ព័ន្ធមិត្តលោកខាងលិចសម្រាប់រត់ក្រោះធនធ្ងន់ទាំងនេះយោងលើសមត្ថភាពអ៊ុយក្រែនសភាវុធជាផ្នែកតែមួយគត់ដែលអ៊ុយក្រែនកំពុងតែខ្វះខាតនៅក្នុងសង្គ្រាមនេះគ្មានការសន្និដ្ឋានណាលើសពីអ្វីដែលបានកើតឡើងជាក់ស្ដែងនោះទេការប្រយុទ្ធរវាងរុស្ស៊ីនិងអ៊ុយក្រែនបានបង្ហាញយ៉ាងច្បាស់ពីសមត្ថភាពរបស់អ៊ុយក្រែនជាមួយនឹងមហាអំណាចយោធាទី2នេះបើទោះបីជាគេតែងតែឮរុស្ស៊ីនិយាយពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរវាប្រកាសណាស់រុស្ស៊ីប្រហែលជាមិនអាចធ្វើដូចនោះទេដោយហេតុថាពូទីនមិនមែនជាមនុស្សតែម្នាក់ដែលត្រូវសម្រេចចិត្តក្នុងការប្រើប្រាស់ប្រភេទអាវុធនេះឡើយអិសរាជជនរបស់លោកពូទីនឬសភាដោយម៉ារបស់រុស្ស៊ីត្រូវធ្វើការថ្លឹងថ្លែងហើយវានឹងកើតមានការថ្លឹងថ្លែងម្ដងហើយម្ដងទៀតចំពោះហានិភ័យនៃប្រទេសរុស្ស៊ីទាំងមូលហើយម្យ៉ាងទៀតគេនឹងមិនអាចមើលរំលងមហាអំណាចនុយក្លេអ៊ែរសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត NATO នោះផងដែររុស្ស៊ីនឹងជួបវិនាសកម្មកាន់តែខ្លាំងបើសិនជាខ្លួនហ៊ានប្រើអាវុធនេះបើនិយាយពីទឹកចិត្តកងទ័ពនិងការគ្រប់គ្រងគេមើលឃើញថាប្រទេសរុស្ស៊ីមានសម្ព័ន្ធមិត្តមិនច្រើននោះទេគណៈទាំងទណ្ឌកម្មនិងសម្ពាធផ្សេងៗកំពុងដំណើរការទោះជាវាយឺតពិតមែនទោះជាយ៉ាងណាក៏ដោយនៅពេលថ្មីៗនេះមានការសម្រេចចិត្តបញ្ជូនរថក្រោះធុនធ្ងន់របស់លោកខាងលិចជាង300គ្រឿងដែលគេហៅថារថក្រោះសមរភូមិចំនួនទី3ដែលក្នុងនោះមានដូចជា A5 របស់សហរដ្ឋអាមេរិក Leclerc របស់ប្រទេសបារាំង Challenger 2របស់ប្រទេសអង់គ្លេសនិង Leopard របស់ប្រទេសអាល្លឺម៉ង់ក៏ដូចជាយានប្រយុទ្ធប្រហែល600គ្រឿងនិងសភាវុធធុនស្រាលផ្សេងទៀតជាច្រើនសន្ធប់ដែលការបញ្ជូនសភាវុធនេះនឹងធ្វើឲ្យមានការប្រយុទ្ធមួយដ៏ធំនៅពេលខាងមុខដ៏ខ្លីព
ប៉ុន្តែដោយយោងលើពេលវេលានៃភាពយឺតយ៉ាវក្នុងការសម្រេចចិត្តបញ្ជូននិងរយៈពេលនៃការបញ្ជូនជាមួយនឹងការបណ្ដុះបណ្ដាលវាមិនអាចសន្មត់បានលឿនទេថាអ៊ុយក្រែនអាចនឹងចាប់ផ្ដើមការវាយលុកទៅកាន់រុស្ស៊ីនៅពេលណានោះទេខណៈពេលដែលរុស្ស៊ីបានចាប់ផ្ដើមការវាយប្រហារទ្រង់ទ្រាយធំនៅគ្រប់តំបន់នាពេលថ្មីៗនេះក្នុងប្រទេសអ៊ុយក្រែនយ៉ាងច្រើនសន្ធឹកសន្ធាប់